សូមជូនរឿងប្រវត្តិបន្ទាយស្រីកាលពីយូរលង់ណាស់មកហើយនៅភាគខាងជើងនៃដែនដីអង្គរមានព្រៃឈើស្រស់ស្អាតមួយព័ទ្ធជុំវិញដោយភ្នំតូចៗនិងថ្មពណ៌ផ្កាឈូកទីនេះស្ងប់ស្ងាត់មានសំឡេងបក្សីនិងខ្យល់បោះប៉ះស្លឹកឈើធ្វើឲ្យដីនេះដូចជាកន្លែងពិសិដ្ឋនៅក្នុងព្រៃនោះមានបុរសប្រាជ្ញាម្នាក់ឈ្មោះយិញវីរាហាគាត់ឈរមើលធម្មជាតិដោយចិត្តស្ងប់ហើយគំនិតដ៏អស្ចារ្យមួយបានកើតឡើងក្នុងចិត្តគាត់ប្រាថ្នាសង់ប្រាសាទមួយដែលពោរពេញដោយសិល្បៈនិងសេចក្តីគោរពចំពោះព្រះខ្ញុំចង់សង់ប្រាសាទមួយសម្រាប់ព្រះសិវដើម្បីអនុវត្តគំនិតដ៏ធំនេះយិញវីរាហាបានធ្វើដំណើរទៅជួបព្រះបាទរាជាន្ទ្រវម័នគាត់បាននិយាយដោយសុចរិតនិងក្តីសង្ឃឹមព្រះមហាក្សត្រស្ដាប់ដោយការយកចិត្តទុកដាក់ហើយបានទទួលស្គាល់ចិត្តល្អរបស់គាត់គំនិតនេះល្អណាស់ខ្ញុំគាំទ្រអ្នកបន្ទាប់ពីទទួលបានការគាំទ្រសិប្បករនិងជាងចម្លាក់ពីភូមិជាច្រើនបានមករួមគ្នាពួកគេម្នាក់ៗមានជំនាញនិងចិត្តស្រឡាញ់សិល្បៈពួកគេសប្បាយចិត្តដែលអាចរួមចំណែកក្នុងការសង់ប្រាសាទដ៏អស្ចារ្យនេះយើងនឹងធ្វើឲ្យវាស្អាតបំផុតសិប្បករបានរកឃើញថ្មពណ៌ផ្កាឈូកស្រស់ស្អាតថ្មនេះរឹងមាំប៉ុន្តែអាចចម្លាក់បានយ៉ាងល្អពួកគេជឿថាថ្មនេះសើមស្របបំផុតសម្រាប់ប្រាសាទពិសិដ្ឋថ្មនេះអាចចម្លាក់បានល្អណាស់ថ្ងៃរះរៀងរាល់ព្រឹកសិប្បករចាប់ផ្ដើមការងារដោយកម្លាំងនិងស្មារតីមិននឿយហត់សំឡេងចេះថ្មនិងញញោលប៉ះថ្មលាន់ឡើងពេញព្រៃយើងត្រូវធ្វើឲ្យដោយប្រយ័ត្នលើថ្មនីមួយៗពួកគេបានចម្លាក់រូបព្រះនិងរឿងរ៉ាវពីទេវកថាដៃរបស់ពួកគេធ្វើការយ៉ាងប្រុងប្រយ័ត្នប្រយែងដូចជាកំពុងប្រាប់រឿងតាមថ្មកំពុងនិយាយរឿងរបស់វាសូម៉ាជាស្ត្រីសិប្បករបានចម្លាក់ផ្កានិងលំនាំតូចៗយ៉ាងស្រស់ស្អាតការងាររបស់នាងធ្វើឲ្យប្រាសាទមានភាពទន់ភ្លន់និងរស់រវើកសិល្បៈត្រូវធ្វើដោយចិត្តវិសាលប្រាយកម្លាំងនឹងការអត់ធ្មត់ដើម្បីចម្លាក់ថ្មធំទោះជានឿយហត់ក៏គាត់មិនបោះបង់ឡើយព្រោះគាត់ជឿលើគោលបំណងដ៏ល្អនេះខ្ញុំមិនបោះបង់ទេក្មេងៗពីភូមិបានមកមើលការងារដោយភ្នែកពោពេញដោយការចង់ដឹងពួកគេរៀនថាសិល្បៈកើតចេញពីការខិតខំនិងសេចក្តីស្រឡាញ់ពេលខ្ញុំធំខ្ញុំចង់ធ្វើជាជាងដែរយប់មួយមានពន្លឺទន់ភ្លន់ភ្លឺឡើងហើយអប្សរាបានលេចឡើងដើម្បីអបអរការងារនេះគេជឿថាវាជាសញ្ញានៃសេចក្តីល្អនិងការការពារសិល្បៈនេះនឹងរស់ជាមួយពេលវេលាប្រាសាទកាន់តែច្បាស់រូបរាងជញ្ជាំងនិងចម្លាក់ស្រស់ស្អាតបង្ហាញពីភាពអស្ចារ្យនៃសិល្បៈខ្មែរសិប្បករធ្វើការតុបតែងចុងក្រោយដោយយកចិត្តទុកដាក់ខ្ពស់គ្រប់លំនាំតូចៗត្រូវបានធ្វើដោយចិត្តស្មោះយិញវីរាហាថាយើងធ្វើបានហើយនៅថ្ងៃមួយព្រះអាទិត្យរះលើប្រាសាទថ្មីប្រាសាទបន្ទាយស្រីបង្ហាញខ្លួនយ៉ាងអស្ចារ្យដោយផ្កាដែលកំពុងរីកស្រស់ស្អាតណាស់ព្រះបាទរាជាន្ទ្រវម័នមកទស្សនាប្រាសាទព្រះអង្គពេញចិត្តនិងមានមោទនភាពចំពោះស្នាដៃនេះជាមរតកខ្មែរប្រជាជនជុំវិញមកអបអរសាទរមានសម្លេងសំណព្វបាយនិងសេចក្តីរីករាយពេញទីយើងមានមោទនភាពយិញវីរាហាប្រាប់ក្មេងៗថាសិល្បៈនិងចំណេះដឹងគឺជាមរតកដ៏មានតម្លៃចូលរក្សាវប្បធម៌យើងឆ្នាំកន្លងផុតទៅប្រាសាទនៅតែឈរយ៉ាងអស្ចារ្យទោះបីពេលវេលាប្រែប្រួលក៏ដោយបន្ទាយស្រីคล้ายជាកន្លែងដែលមនុស្សមកសិក្សានិងសរសើរសិល្បៈខ្មែរអស្ចារ្យមែនទែនរឿងនេះបង្រៀនយើងថាការខិតខំសេចក្តីជំនឿនិងសិល្បៈអាចភ្ជាប់អ្វីដែលរស់ជាមួយពេលវេលាប្រាសាទមួយមិនត្រឹមតែសង់ដោយថ្មទេប៉ុន្តែសង់ដោយចិត្ត